ថ្ងៃទី10 ខែមេសាឆ្នាំ2026ពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះក្រុមជាងផ្ទះយើងមកបង្ហើយការឋាននៅខាងខេត្តកណ្ដាលបងប្អូនអរគ្នាជាប្រភេទវីឡាទឿផ្ទះនេះគឺបងម្ចាស់ផ្ទះគាត់តយ៉ាប់មកហើយបាត់ហើយបងប្អូនអើយហើយការងារនេះយើងស្អាតហើយដល់ពេលយើងអត់បានថតពេញជូនបងប្អូនអរគ្នាតែបងប្អូនដែលធ្លាប់តាមដានដឹងហើយថាម៉ូតនេះធ្វើយ៉ាងម៉េចចឹងបងប្អូនអរគ្នាអញ្ចឹងបង្ហាញទស្សនវិជ្ជាខាងក្នុងបងប្អូនអរគ្នាប្រភេទវីឡាទឿបន្ទប់គេង3បន្ទប់ទឹក2ផ្ទះបាយ1សម្ភារៈបន្ទប់ទឹកនៅខាងក្នុងនេះអត់មានថែមថយទេបងប្អូនអរគ្នាប៉ុណ្ណឹងជាទូទៅមិនថាកពើហាវីឡាសំណង់យ៉ាងម៉េចក៏ក្រុមការយើងធ្វើបានប៉ុណ្ណឹងដែរព្រោះសម្ភារៈផ្សេងចរចាតម្លៃថែមអញ្ចឹងណាបងប្អូនអរគ្នាហើយបងប្អូនបានឃើញនេះបន្ទប់កូនស្រីភីងបន្តិចបងប្អូនអរគ្នាហើយខាងក្រោយនេះជាបន្ទប់កូនប្រុសបងប្អូនអរគ្នាពណ៌ស្អាតសាមញ្ញធម្មតាហើយក្រោនជាងយើងជាមួយនឹងក្រោបាតស៊ីគ្នាដែរបងប្អូនអរគ្នាហើយខាងក្រោយនេះជាបន្ទប់ទឹកមួយទៀតបងប្អូនអរគ្នានៅផ្ទះនេះបងម្ចាស់ផ្ទះនៅពេលដែលសាងសង់គឺចេះគាត់សម្រេចតយ៉ាបទៅក្រោយបងប្អូនអរគ្នា3 ម៉ែត្រអញ្ចឹងផ្ទះបាយដាច់ដライមួយនេះហើយតម្លៃសាងសង់ផ្ទះនេះ$40,000បងប្អូនអរគ្នាតយ៉ាបការងារក្រៅប្រភេទផ្ទះ N20 ក្រោនជាងហើយបុកគ្រឹះទៀតបងប្អូនអរគ្នាធំទលេមែនតើជ្រីជ្រុងក៏ស្អាតដែរបងប្អូន